ខ្មែរយើងចាំតែមានគេឈ្លានពានចាំបំបីបំបាក់ខ្មែររហូតហើយផលតែមួយគត់ដែលខ្មែរយើងនៅតែមានប្រទេសជាតិគឺដោយសារតែសំណាងតែប៉ុណ្ណោះនៅពេលដែលប្រទេសថៃបានមកយកប្រទេសកម្ពុជាក្នុងឆ្នាំ1795ពួកគេគឺមានគម្រោងចង់លេបយកទឹកដីខ្មែរទាំងអស់តែម្ដងប៉ុន្តែនៅក្នុងប្រទេសថៃក៏បានមានរឿងចៃដន្យនៅក្នុងកំឡុងពេលនោះគឺត្រូវបានប្រទេសភូមាបានឆ្លៀតឱកាសទៅវាយប្រទេសថៃទៅធ្វើឲ្យថៃផ្អាកគម្រោងចង់លេបយកទឹកដីខ្មែរទាំងមូលនឹងសិនចំណែកឯវៀតណាមវិញក្នុងកំឡុងពេលដែលលេបយកទឹកដីខ្មែរនៅក្នុងប្រទេសវៀតណាមក៏មានសង្គ្រាមស៊ីវិលបានកើតឡើងទៅបានជាធ្វើឲ្យវៀតណាមផ្អាកសិនប្រសិនបើក្នុងកំឡុងសតវត្សទី18ពួកអឺរ៉ុបបានរីកចម្រើនខាងវិទ្យាសាស្ត្រខាងកាំភ្លើងនិងខាងដែកជាងពួកអាស៊ីកុំអីបារាំងគឺគ្មានថ្ងៃបានមកដាក់អាណានិគមមកលើខាងអាស៊ីអាគ្នេយ៍ទេហើយបើគ្មានបារាំងមកដាក់អាណានិគមបែបហ្នឹងក៏គ្មានថ្ងៃដែលវៀតណាមនិងថៃប្រងប្រឡែងទឹកដីខ្មែរដែរកុំអីពួកគេកាន់កាប់ខ្មែរដល់សប្តាហ៍ថ្ងៃហ្នឹងត្រង់ចំណុចនេះបងប្អូនគួរតែបានភ្លឺភ្នែកបងប្អូនខ្លះប្រហែលជាគិតថាសម័យឥឡូវនេះប្រហែលជាគ្មានប្រទេសណាហ៊ានវាយប្រទេសទឹកដីទៀតទេខ្ញុំចង់ប្រាប់បងប្អូនថា 100% គឺវាមិនពិតទេបងប្អូនគ្រាន់តែមើលទៅលើទង្វើរបស់រុស្ស៊ីកាត់យកទឹកដីអ៊ុក្រែនទៅគឺបានដឹងហើយ